វីដេអូនេះអាចនឹងវែងបន្តិចតែខ្ញុំសង្ឃឹមថាបងប្អូននឹងស្ដាប់ដល់ចប់វានឹងផ្ដល់ជាគំនិតយោបល់ផ្ដល់ជាគតិក្នុងការជួយឲ្យបងប្អូនកាន់តែច្បាស់អំពីរបៀបក្នុងការចូលមកប្រឡងជាមន្ត្រីក្នុងក្របខ័ណ្ឌណាមួយឆ្លៀតពេលកំពុងតែធ្វើควิสជូនទៅកាន់បងប្អូននៅក្នុងក្រុមត្រៀមប្រឡងក្នុងការនេះខ្ញុំក៏នឹងជ្រាបមកចែកម្លែកចំនួនចំណុច3ដែលខ្ញុំតែងតែអនុវត្តនៅពេលដែលខ្ញុំត្រៀមប្រឡងទៅក្នុងក្របខ័ណ្ឌណាមួយទី1នោះគឺការបែងចែកពេលវេលាមួយចំនួនមកកាន់ការអានអញ្ចឹងតើតើជាមួយនឹងការអានវាជារឿងសំខាន់ដែលយើងត្រូវការអានជាប្រចាំព្រោះថានៅពេលដែលយើងទៅប្រគល់ប្រជែងជាមួយនឹងបេក្ខជនដទៃយើងអត់ដឹងថាគេនឹងត្រៀមខ្លួនបែបណាទេអញ្ចឹងគេអាចនឹងមានចំណេះដឹងគេអាចនឹងត្រៀមខ្លួនក្នុងការវឹកវើអាចនឹងថាត្រៀមខ្លួនជាមួយនឹងគ្រូល្អៗក៏ថាបានហើយបើសិនជាអ្នកដែលអាចថាមិនបានទៅរៀនជាមួយនឹងលោកគ្រូអ្នកគ្រូដែលគាត់មានបទពិសោធន៍ទេយើងមានតែសិក្សាស្វែងយល់លើខ្លួនឯងហើយព្យាយាមបង្កើតទម្លាប់ក្នុងការអានអាចថាមួយថ្ងៃត្រឹមតែ15នាទីឬក៏30នាទីទៅលើចំណេះដឹងណាមួយឬក៏ឯកសារណាមួយដែលយើងមិនធ្លាប់បានអានពីមុនមកហើយខ្ញុំគិតថានៅពេលដែលយើងបង្កើតបែបនេះបន្ទាប់ពីវាខ្លាយជាទម្លាប់វាក៏ផ្ដល់នឹងចំណេះដឹងទៅឲ្យយើងបានដោយយើងអត់ដឹងដែរដោយសារតែវានឹងផ្ដល់យើងជាសន្សំហើយយើងអាចថាអូខ្ញុំការឡើងគឺអត់ដឹងនៅពេលដែលយើងកំពុងតែរៀននេះទេតែនៅពេលដែលយើងបញ្ចេញសមត្ថភាពនៅពេលដែលយើងប្រឡងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងថាពិតជាមានប្រសិទ្ធភាពមែនដោយសារទម្លាប់នេះគឺខ្ញុំតែងតែធ្វើព្រោះថាហើយបងប្អូនមួយចំនួនដឹងថាខ្ញុំពីមុនក៏ជាគ្រូបង្រៀនដែរហើយក៏មានពេលដែលត្រូវធ្វើការមានពេលដែលត្រូវបំពេញភារកិច្ចអីជាដើមអញ្ចឹងទៅហើយក៏ជាអ្នកស្ម័គ្រចិត្តមួយដែលចំណាយពេលវេលាច្រើនមែនទែនទៅលើការស្ម័គ្រចិត្តដូច្នេះបើធៀបជាមួយនឹងពេលវេលាដែលខ្ញុំមកប្រឹងប្រែងក្នុងការរៀនសូត្របើខ្ញុំមិនបែងចែកអាចថាខ្ញុំនឹងពិបាកក្នុងការសិក្សាស្រាវជ្រាវទៅលើមេរៀនថ្មីៗក្នុងការត្រៀមប្រឡងហើយទី2តកតងជាមួយនឹងប្រភពឯកសារសៀវភៅជាដើមអញ្ចឹងយើងអាចថាសៀវភៅណាល្អជាងសៀវភៅណាគ្រាន់តែថាសៀវភៅណាដែលយើងអានទៅឆាប់យល់សៀវភៅណាដែលយើងអានទៅឆាប់ចាំសៀវភៅណាដែលយើងគិតថាយើងអាចទទួលបាននូវចំណេះដឹងដែលយើងចង់បានឧទាហរណ៍បើសិនជាខ្ញុំអាចនឹងថាមានអីដែលខ្វះខាតទៅលើទូនាទីភារកិច្ចរបស់មន្ត្រីរាជការអញ្ចឹងខ្ញុំនឹងជ្រើសរើសយកសៀវភៅដែលតាក់ទងជាមួយនឹងមន្ត្រីរាជការមកអានហើយខ្ញុំនឹងព្យាយាមរកកន្លែងណាដែលខ្ញុំគិតថាវាផ្ដល់នៅគន្លឹះផ្ដល់នៅយោបល់នៅក្នុងជួយរបស់ខ្ញុំក្នុងការសរសេរជាអធិប្បាយឬក៏បដិមាអធិប្បាយអីជាដើមអញ្ចឹងទៅហើយខ្ញុំនឹងព្យាយាមអានពីមួយចំណុចអញ្ចឹងបើសិនជាយើងអាចថាបើយើងអានម្ដងយើងអាចថាតែទទួលចំណេះដឹងប្រហែលជា5ទៅ10%នៃការសរសេររបស់សៀវភៅទេតែបើសិនជាយើងអានបានចាប់ពី2ទៅ3ដងឡើងទៅខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងមានគំនិតហើយអាចស្វែងយល់បន្ថែមទៅលើចំណុចទាំងអស់នោះគឺនៅពេលដែលយើងសរសេរជាប